สุดในบ้านไงเนี่ยเราเนี่ยlà đang dương có bông tại mà tỉnh quý nữa khai có bông chăn hay nè dương nhắm quý bà chỉ mà tổ bà giống quý là nó chơi mà non bồn rút chết với ở nơi nào bình thì chơi với miền chết chú emคนแบบដូចប្រៃនេះគឺជាផ្លែឈើប្រៃបងប្អូនទាំងអស់គ្នាហើយវាមានរសជាតិជូរហើយនេះខ្ញុំជិះតាមផ្លូវកំពង់ឆ្នាំងយើងកំពុងតែធ្វើដំណើរទៅខាងទឹកធ្លាក់ហើយនេះយើងមកដល់កន្លែងភ្នំមួយនេះតែខ្ញុំដឹងថាគេហៅភ្នំទេហើយមកដល់រៀងរូបឆ្លាក់នាងកាន់ក្អមហើយយើងក៏បន្តដំណើរទៅរហូតជិះទៅអញ្ចឹងទៅមកទីស្ពីមកទៅហើយចៃដល់នេះយើងក៏បានជួបផ្លែឈើព្រៃមួយទៀតហើយលក្ខណៈថាយើងឲ្យទៅឃើញកន្លែងណាផ្លែឈើព្រៃទៅនឹងគឺយើងចូលបេះញ៉ាំហ្មងអញ្ចឹងបងប្អូនតែគាត់ថាពួកខ្ញុំចិត្តដើរលក្ខណៈបែបផ្សងព្រេងឃើញផ្លែឈើព្រៃឃើញកន្លែងណាទៅនឹងគឺយើងចូលបេះហើយនេះនេះជាពិសេសផ្លែឈើនេះអត់ដឹងថាគេហៅផ្លែឈើទេពុកម៉ែបងប្អូនពុកមីអរគ្នាយើងក៏បានបេះភ្លក់មួយទៅក៏ផ្លែហ្នឹងមានរសជាតិផ្អែមចត់តិចតួចចឹងបងប្អូនតែមានណាដាក់មាត់ផ្លាប់ចឹងទៅជូអូខេនេះដល់ហើយនេះផ្លែឈើវាតំណងណាមើលទៅពណ៌ស្អាតហើយនេះមានណាដាក់ចឹងទៅអូយតំណងមែនតើហើយបន្តមកយើងក៏ជិះតមកទៀតមកជិះមកតាមផ្លូវភូមិបងប្អូនយើងនៅកំពង់ឆ្នាំងthì còn làយើងជិះតាមភូមិតាមអីចឹងហើយចៃដល់នេះឃើញមកខុតព្រៃបងប្អូននេះនៅតាមផ្លូវហ្នឹងហើយខ្ញុំក៏បានចុះមើលវាចង់ដឹងវាថាផ្លែឈើអានេះមកខុតព្រៃបងប្អូនពុកម៉ែបងប្អូនពុកមីងអរគ្នាហើយយើងក៏អត់ប្រកាសថាអានឹងផ្លែឈើគេញ៉ាំដែរគេយើងមើលមិនស្ទុះសិនបែរវាមើលសិនយើងគិតថាបែរជាផ្លែឈើគេមិនញ៉ាំទេតែតើចៃដល់អីខ្ញុំតែងមកពីកំពង់ឆ្នាំងដែរមានបងមើលទៅក៏អត់ប្រកាសចិត្តទៀតថាជាផ្លែមកខុតព្រៃហើយមានណាយើងមើលប្រើហ្នឹងទៅវាភ្លក់ទៀតតែចៃដល់អីគឺថ្ងៃជាផ្លែមកខុតព្រៃពុកម៉ែបងប្អូនពុកមីគ្នានេះខ្ញុំក៏មានតែងទុំមកដែរយើងតែងនៅកំពង់ឆ្នាំងណាមួយថងដូចជា 5000 រៀលទេតែរសជាតិវាផ្អែមជូរស្រៀងតែផ្លែឈើគុយដែរចឹងពុកម៉ែបងប្អូនពុកមីអរគ្នាហើយមានណានេះតែខ្ញុំប៉ុន្តែរួមទៅខ្ញុំអត់សូវចេះហូបតែផ្លែឈើបែបជូរចឹងណាហើយអានេះគឺគេខ្ញុំដូចជាវាដោះចោលឬក៏គេដាំឲ្យខ្ញុំអត់សូវដឹងដែរព្រោះថាឃើញដោះនៅតាមផ្លូវហើយមានណាយើងក៏បន្តដំណើរទៅមុខទៀតរហូតចឹងទៅយើងបន្តដំណើរតាមវាស្រែកំបីមានអីចឹងទៅតែពិសេសទៅទៀតនោះទឹកដែលមានកំបីគឺមានឆ្លើងហើយអានេះគឺខ្ញុំជិះតាមផ្លូវតាមអីចឹងមកឃើញគេមានលក់អីល្អឃើញលក់ដូចជាអីគេហៅកឡនតបងប្អូនហើយនេះយើងក៏ភើញដើមឈើព្រៃមួយទៀតយើងជិះចូលមកក្នុងព្រៃមិនទៀតមកបងប្អូនឥឡូវយើងគួរតែជឿថានៅក្នុងព្រៃមានដើមផ្កាអង្គាសិលពុកម៉ែបងប្អូនមីងអរគ្នាអានេះយើងជិះមកមានណានេះវាក់ដល់ឃើញផ្កាអង្គាសិលដែលពេលចូលឆ្នាំយើងតែងតែទិញយកមកដាក់សែនពេលចូលឆ្នាំចិនបងប្អូនមានណានេះយើងមើលចង់មកប្រពន្ធផ្កាអង្គាសិលមែនមកនោះក្នុងព្រៃមកដើមខ្ញុំថាក៏តាំងមិនសិនជាមាននៅកាយយកមកដាំដឹងល្អប៉ុណ្ណាយល់អត់គួរឲ្យជឿយើងបើថាតាមដឹងពីក្មេងៗគឺផ្កាអង្គាសិលគឺយើងទិញមកពីចិនឬក៏ទិញមកពីប្រទេសជិតខាងអីចឹងម៉ែបងប្អូនពូមីងអរគ្នាតែមានណានេះដោះនៅពងឆ្នាំងខ្ញុំអត់គួរតែជឿវាឬមកមិនទេនេះតែមើលទៅផ្កាអង្គាសិលហើយបងប្អូនហើយមានណាយើងមកដើររងស្លឹកឈើព្រៃស្លឹកឈើអីយល់តាំងពីជំនាន់មុនខ្ញុំធ្វើការមានដើររកស្លឹកឈើព្រៃអាចញ៉ាំបានពុកម៉ែបងប្អូនអរគ្នាហើយយើងក៏ចៃដល់នេះក៏ឃើញចូលមកទៅអូខេបាយ